សម្រាប់ប្អូនៗដែលទើបតែធ្វើការចូលរៀនខាងផ្នែក Media ខ្ញុំមានកាមេរ៉ាមួយក្នុងការ recommend ឲ្យប្អូនសាកល្បងក្នុងការទិញដើម្បីប្រើប្រាស់ក្នុងការរៀនសូត្របន្ថែមទាក់ទងជាមួយនឹងការថតរូបនិងវីដេអូអញ្ចឹងកាមេរ៉ានោះគឺកាមេរ៉ា ZV-E10 អញ្ចឹងពាក់ព័ន្ធជាមួយនឹង Sony ZV-E10 គឺជាប្រភេទកាមេរ៉ាដែលវា focus តាក់ទងជាមួយនឹងវីដេអូប៉ុន្តែវាក៏អាចថតរូបបានដែរហើយក៏វាអាចដាក់ flash ដើម្បីធ្វើការថតរូបបានដែរអញ្ចឹង yes ដោយសារតែកាមេរ៉ានេះវាជាប្រភេទកាមេរ៉ា low budget អញ្ចឹងដោយសារតែតម្លៃខ្ទង់400 500ខ្ញុំគិតថា quality វាប៉ុណ្នេះអញ្ចឹងអាចទទួលយកបាន yes អាចសាកល្បងក្នុងការប្រើប្រាស់វាបានព្រោះកាមេរ៉ានេះរាល់ថ្ងៃក៏ខ្ញុំធ្វើការប្រើប្រាស់ដែរហើយការថតវីដេអូវាបាន 4K 30 frame វាមាន color S-Log 3 S-Log 2របស់ Sony ហើយជាមួយនឹងការប្រើប្រាស់ជាប្រភេទ color 8 bit អញ្ចឹងសម្រាប់ការរៀនកែពណ៌ល្មមខ្ញុំគិតថាវាពិតជាស័ក្តិសមក្នុងការចាប់ផ្ដើមធ្វើការរៀនសូត្រតាក់ទងជាមួយនឹងការថតរូបនិងវីដេអូ